បាទចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបបើកប្រព័ន្ធសុវត្ថិភាពពីរតង់សម្រាប់គណនីជាអ្នកគ្រប់គ្រងនៅក្នុងប្រព័ន្ធត្រាបឋមរបស់យើងពីច្រើនលោកគ្រូនិងលោកគ្រូ ICT ដែលគាត់កាន់តាមសាលាជួយសម្រួលតាមសាលាតាមតំបន់កម្រងរបស់គាត់ហ្នឹងគឺគាត់មានគណនីជាគណៈគ្រប់គ្រងដែលមានសិទ្ធិធ្វើតួមុខងារហ្នឹងគឺមានសិទ្ធិធ្វើការងារច្រើននៅក្នុងថ្នាបឋមពេលយើងអាចនឹងបើសិនបើយើងមិនរក្សាសុវត្ថិភាពឲ្យស្រួលទេអាចនឹងឲ្យគេចូលទៅធ្វើឲ្យខូចទិន្នន័យឬខូចគណនីផ្សេងៗរបស់សាលាឬក៏របស់ថ្នាបឋមតែមួយម្ដងអញ្ចឹងដើម្បីបើកខ្ញុំសូមចូលថ្នាបឋមមួយសិនបាទវាពីមួយអញ្ចឹងបាទអញ្ចឹងយើងមានប្រព័ន្ធប្រហែលជា8 9ហ្នឹងបាទអញ្ចឹងនេះគឺថ្នាលចំនួនថ្មីគឺសម្រាប់សាលារៀនអត់មានបញ្ហាទេប៉ុន្តែតើតើទៅនឹងថ្នាលគ្រប់គ្រងសាលារៀនហើយថ្នាលគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងថ្នាលភាគីថ្មីនេះហ្នឹងពីរហ្នឹងគឺយើងត្រូវរក្សាសុវត្ថិភាពមែនតើហើយថ្នាលគ្រប់គ្រងគណនីគឺចឹងដែរបាទអញ្ចឹងសម្រាប់ថ្នាលនេះថ្នាលប្រព័ន្ធគ្រប់គ្រងថ្នាលភាគីថ្មីនេះគឺតើតើនឹងការបង្កើតមាតិកាផ្សេងឬក៏គ្រប់គ្រងឈ្មោះអ្នកប្រើប្រាស់នៅទូទាំងថ្នាលតែម្ដងអញ្ចឹងខ្ញុំសូមចូលក្នុងថ្នាលឡើងមកបាទអញ្ចឹងពាក្យសម្ងាត់របស់ខ្ញុំមានស្រាប់អញ្ចឹងយើងត្រូវធ្វើពីរតង់មិនមែនមានតែលេខសម្ងាត់ហ្នឹងបើគេដឹងលេខសម្ងាត់គាត់អាចចូលបានដែរគឺយើងត្រូវមានប្រព័ន្ធមួយទៀតត្រូវបញ្ជាក់ពីទូរស័ព្ទរបស់យើងថាយើងពិតជាម្ចាស់ account មិនមែនកុំឲ្យពេលគេលួចលេខសម្ងាត់ទៅគេយកបានអញ្ចឹងលោកគ្រូចូលដើម្បីបើកអាហ្នឹងលោកគ្រូចូលក្នុងថ្នាលតាមរយៈលេខកូដរបស់លោកគ្រូសិនមកបាទអញ្ចឹងយើងចូលទៅលើ profile របស់លោកគ្រូខាងលើនេះបាទហើយចុចពាក្យថាគណនីរបស់ខ្ញុំបាទនៅក្នុងនេះគឺយើងមានព័ត៌មានរបស់គណនីផ្ទាល់ខ្លួនបាទនេះខ្ញុំទួនាទីជាអ្នកគ្រប់គ្រងគណៈបឋមយ៉ាងទៅបាទអញ្ចឹងនៅខាងផ្នែកមនុស្សខាងលើមានពាក្យថាសុវត្ថិភាពបាទអញ្ចឹងជាតម្រងទូរស័ព្ទអាចចេញបែបនេះបាទអញ្ចឹងជាតម្រងទូរស័ព្ទលោកអាចនឹងឃើញបែបនេះបាទអញ្ចឹងគឺបើកមកបាទយើងចុចលើម៉ឺនុយនេះមកម៉ឺនុយខាងលើហើយចុចគណនីរបស់ខ្ញុំមកវាចេញបែបហ្នឹងបាទអញ្ចឹងយើងមានម៉ឺនុយការកំណត់ហើយនឹងសុវត្ថិភាពយើងចុចសុវត្ថិភាពមកយើងមានពាក្យបដូរលេខសម្ងាត់ឬក៏ផ្ទៀងផ្ទាត់ពីរជាន់បាទនេះគឺអ្វីដែលខ្ញុំចង់បង្ហាញក្នុងវីដេអូហ្នឹងគឺការផ្ទៀងផ្ទាត់ពីរជាន់នេះឯងបាទអញ្ចឹងនេះគឺសុវត្ថិភាពការផ្ទៀងផ្ទាត់ប៉ុនអញ្ចឹងដើម្បីរៀបចំចូលយើងចុចពាក្យរៀបចំឥឡូវនេះបាទបាទអញ្ចឹងវានឹងបង្ហាញកម្មវិធីមួយដែលយើងត្រូវបើក scan ដើម្បីធ្វើមុខងារពីរជាន់នេះបាទអញ្ចឹងគឺលោកត្រូវទៅ download នៅទូរស័ព្ទដៃគឺ Google Authentication ដែលខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូនេះនៅក្នុងលក្ខណៈជាទូរស័ព្ទបាទអញ្ចឹងនៅក្នុងទូរស័ព្ទលោកគ្រូស្វែងរកPlay Store មក Google Play Store នេះបាទបន្ទាប់មកលោកគ្រូចាប់ផ្ដើមបើក Play Store ហ្នឹងមកបាទហើយ search នៅខាងក្រោមហ្នឹងយើងវាយពាក្យGoogle បាទ Google ហើយ Authentication AUTH ហ្នឹងបាទនេះនៅខាងលើគេហ្នឹងឃើញនៅ Google Authentication អញ្ចឹងយើងចុចលើខាងលើគេហ្នឹងមកបាទលោកគ្រូអូសមកនេះឃើញរូបសញ្ញាវាគឺបន្ទាត់គូសផ្កាយ3ហ្នឹងពណ៌ហ្នឹងចុច install មកបាទរងចាំវាចប់ទៅបាទហើយយើងចាំយើងចុច open មកបាទយើងអាចចុច get start មកហើយយើងជ្រើសរើសGmail មួយសិនអញ្ចឹងលោកគ្រូបើមាន Gmail ស្រាប់មានទូរស័ព្ទគឺមាន Gmail លោកគ្រូបើមាន Gmail ច្រើនវាឲ្យរើសតែបើមានតែមួយយើងចុចយក continue as អញ្ចឹងមកខ្ញុំដាក់ continue as ពិសិដ្ឋអញ្ចឹងមកបាទយើងចុចមកហើយយើងចុច add code នេះក៏បានចុចសញ្ញាបូកនៅខាងក្រោមនេះក៏បានដែរដើម្បី scan QR នៅលើcomputer របស់យើងអញ្ចឹងចុចសញ្ញាបូកនេះមកបាទនេះយើងយកពាក្យថា scan QR code បាទអញ្ចឹង QR code នៅលើថ្នាលស្រាប់យើងចុច scan មកបាទនេះខ្ញុំ scan មកហើយគឺបានលេខកូដ034បាទអញ្ចឹងយើងវាយលេខកូដនៅក្នុងប្រអប់នេះតែម្ដង034 236បាទហើយចុចផ្ទៀងផ្ទាត់បើកដំណើរការបាទ
chẳng bập quan bao tầm nào cá rồi rồi là chẳng mình áp để cho lực khói cứ dương tới pra tua sắp đời pra app authentication bao Google là một tòng tiết đâm bấy ai bao bản chẳng nhầm tập lập từ home screen với bạn hỏi nhầm đừng chạy tranh bị cái nạn ấy hỏi nhầm nắng cho xa tiệt bà lắng nhầm cho cái nạn này máu bà này cứ pe để cho cái nạn ấy cứ việc tiền lịch code tranh bí tiền toát vào bập quan là 10 tiệt chẳng nhầm bao authentication nhầm máu bà hỏi này cứ việc tranhสัญญาได้โหลดมั้งคือยังจะตัดเพียร์พี education platform มั้งแต่สายยังมีแต่มวยยังไวเลโก้นั่งธรรมดาเลโก้นั่งเวียนนั่งดูมาแพลนไปดูไอ้เมื่อสัญญาในข้างสดามในโหลดเวียนนั่งดูมือเล็กมือเทียนบ่าจังจะมีเล็กมือเทียนบานาโจบานบ่าจังมีตะพันนังเทวิโตนี้ให้ลูกรุงอาจจะเรียบจอมปราบไรเซนเซนบานจังมือเทียนนเปได้ยืงบานโจรูจรัวสำหรับประปอนมวยนังยอมนังโจแต่ประปอนมวยเทียดบ่านี่คือประปอนกรุบกรองสลาเรียนธรรมดาบ่าใช้ยำโจประปอนกรุบกรองสลาเรียนบ่ายำจะเช่นปีกันไหนบ่าต่อมายำนังโจกันไหนได้ปลาลิโกระได้บ่าปัจจัยวินังเตียนตีบ่าจังเยอะก็บ้าauthentication Google authentication នៅលើទូរស័ព្ទដៃយើងម្ដងទេមកបាទអញ្ចឹងយើងឃើញលេខកូដមួយទៀតហើយបាទលេខកូដវានឹងផ្លាស់ប្ដូរជារៀងរាល់ប្រហែលវិនាទីម្ដងបាទទោះយើងកាន់ទូរស័ព្ទចោលក៏ដោយលេខកូដហ្នឹងគឺនឹងផ្លាស់ប្ដូររហូតបាទនៅពេលដែលវាវិលខាងចុងនេះហើយវាដូរទៀតហើយបាទអញ្ចឹងនេះខ្ញុំចូលដល់ប្រព័ន្ធគ្រប់គ្រងសាលារៀនហើយអញ្ចឹងខ្ញុំអាចគ្រប់គ្រងการขณะในไอ้เซนตินโจสายบ้านโดยสายยืงเชียก็ขณะกรุกรองท้องยังอาจเมื่อนังเฟื่อกิจการจราสำหรับตู้แจงประเทศตู้แจงสลาธรรมดาพอขณะในบ่อนอยู่สลาคือเฟื่อบานในกรงสลาบางกว่าเทบาดยังคือปีประพรนักยืงเติมปลา Google Authentication ทำไปเพียงตัวโจขณะในทำไปมีสวัสดิ์เพียบบ่าช่างมีตะปันนังเดออกคนครูนะครู